នេះគឺជាផ្លូវចេញពីកំពង់ធំយកឡើងព្រះវិហារហើយនៅភ្នំយើងឃើញមិញនោះគឺជាភ្នំត្បែងឥឡូវនេះយើងកំពុងឡើងទៅព្រះវិហារដីជាង30គីឡូទៀតដល់ហើយជាកាត់ភ្នំត្បែងខែនេះស្អាតព្រៃឈើស្អាតដោយសារមានភ្លៀងធ្លាក់មកឥឡូវធម្មជាតិខ្ចីញញអានេះខាងមុននេះគឺជាភ្នំត្បែងហើយបាទតែអត់បានឡើងភ្នំត្បែងទេភាសាយើងមានគោលដៅទៅដំណើរខុសគ្នាផ្សេងលើនេះយើងបានមកឡើងភ្នំត្បែងដែរតែនេះហើយគឺផ្លូវយើងមកភ្នំត្បែងជើងចេញពីកំពង់ធំមកកំបែកស្រុកកំពង់ស្វាយជាបាយទៅសៀមរាបមិនបាយតាមកំពង់ស្វាយឡើងយកឡើងមករបៀងភ្នំដែកមកឥឡូវយើងមើលនេះទិដ្ឋភាពភ្នំត្បែងយីចង់ភ្លេចភ្នំត្បែងមកនឹងមិនឃើញសម្រាប់បន្តិចសិនរត់មែនតែនរត់ពេកនេះមកដើមឈើនេះខ្ចីញញតែម្ដងខាងនេះមានភ្លៀងធ្លាក់ដល់ពេលឥឡូវដើមផ្លុកឈើលាស់ហើយនេះដើមស្អីគេនេះលាស់នេះផ្លែបងប្អូនណាស្គាល់ផ្លែនេះហ៎ផ្លែវាស្គាល់ទេទុំម្ដងធ្វើតាណាមកបានឆ្ងាយមែនតើនេះទៅទៀតយើងឡើងដល់ខេត្តព្រះវិហារហើយយើងបន្តទៅវត្តដើមពោ5000ដើមហើយបើយើងហួសទៅប្រាសាទកោះកេរតើយើងទៅទាំងអស់គ្នាបើទៅកង់ឡាននេះយើងមកដល់ហើយវត្តពោ5000នេះកសាងប្រាសាទធំហ៎ថនហើយទេតោះឡើយយើងទៅមើលសាលាឆាន់សធំអស់គ្នាម៉ណាយអើយសឈើធំឈើនេះធំនេះអានេះ2នាក់មកនេះមកចំកម្មវិធីស្អែកកម្មវិធីនេះសតតែកម្មវិធីអីអានបត្រៃបៃដកធំមកសប៉ុណ្ណានេះនេះមកសនេះวันនេះធំណាมันទូចទេនេះធំមកកឲ្យសពោ5000ឥឡូវយើងបានមកដល់គោលដៅរបស់យើងហើយគឺវត្តពោ5000ដែលស្ថិតនៅស្រុកកលែនខេត្តព្រះវិហារហើយចម្លងគេហ្នឹងដឹងតាណាទេនឹងបន្តតាណាទៅកោះគេទៀតឬក៏សម្រាប់នៅបងនេះក៏តាមនឹងដែររងចាំទស្សនាទាំងអស់គ្នាបន្តទៀតអរគុណច្រើនបាយបាយ